ដោយដែលយើងបានដឹងមកហើយថាគោលបំណងនៃការទូទាត់គឺជាការផ្ដល់នូវកំណើនជីវៈចម្រុះដែលគួរតែតបស្នងសម្រាប់ការខាតបង់ដែលបណ្ដាលមកពីគម្រោងអភិវឌ្ឍន៍ដើម្បីធ្វើវាបានយើងត្រូវយល់ច្បាស់អំពីប្រភេទនៃជីវៈចម្រុះដូចជាប្រភេទអ្វីខ្លះនៃប្រព័ន្ធអេកូឡូស៊ីបែបណាដែលត្រូវបានរងផលប៉ះពាល់អវិជ្ជមានដោយសារការអភិវឌ្ឍន៍ជីវៈចម្រុះត្រូវបានកំណត់តាមលក្ខណៈបច្ចេកទេសថាគ្រប់ប្រភេទជីវៈចម្រុះទាំងអស់នៅលើផែនដីភាពចម្រុះគ្នានៃហ្សែនរបស់ពួកគេនិងប្រព័ន្ធអេកូឡូស៊ីដែលជាផ្នែករបស់ពួកគេដោយសារជីវៈចម្រុះមានភាពសម្បូរបែបភាពផ្សេងគ្នានិងស្មុគស្មាញយើងមិនអាចសង្ឃឹមថានឹងវាស់វែងសមាសធាតុទាំងអស់នៃជីវៈចម្រុះដែលរងផលប៉ះពាល់ដោយការអភិវឌ្ឍនោះទេយ៉ាងណាមិញនៅពេលដែលយើងវាស់ស្ទង់ពីការបាត់បង់និងកំណើនជីវៈចម្រុះយើងត្រូវសម្រួលកិច្ចការនេះហើយសម្រេចចិត្តលើអ្វីដែលជាតម្រូវការសម្រាប់ការទូទាត់ដោយដែលបានពណ៌នានៅក្នុងវីដេអូទី2ដូចនេះយើងអាចនឹងត្រូវប្រើប្រាស់វិធីជំនួសនៃជីវៈចម្រុះជាច្រើនជីវៈចម្រុះដែលយើងអាចវាស់ស្ទង់ដោយមានភាពងាយស្រួលហើយយើងគិតថាអាចបង្ហាញលក្ខខណ្ឌជីវៈចម្រុះផ្សេងទៀតដែលមានការពិបាកក្នុងការវាស់ស្ទង់បើមិនដូច្នេះទេយើងអាចផ្ដោតតែលើធាតុពិសេសនៃជីវៈចម្រុះដែលយើងចាត់ទុកថាសំខាន់បំផុតដូចជាប្រភេទដែលរងការគំរាមកំហែងនៅពេលដែលយើងដឹងថាតើធាតុនៃជីវៈចម្រុះអ្វីខ្លះដែលយើងនឹងធ្វើការទូទាត់យើងនៅតែត្រូវធ្វើការសម្រេចចិត្តថាតើត្រូវវាស់ស្ទង់ពួកគេដោយរបៀបណាឯកតានៃការបាត់បង់និងកំណើននៃជីវៈចម្រុះដែលត្រូវបានវាស់វែងអាចមានឈ្មោះផ្សេងគ្នាប៉ុន្តែយើងនឹងហៅវាថាជាសន្ទុះជីវៈចម្រុះទាំងនេះគឺជាឯកតាដែលការដោះដូរត្រូវបានធ្វើឡើងនៅក្នុងការទូទាត់ដោយការជំនួសការបាត់បង់អាចត្រូវបានទប់ទល់ដោយការកំណើននៃចំនួនដូចគ្នានិងប្រភេទដូចគ្នាដែលវាស់វែងដោយសន្ទុះដូចគ្នាប្រភេទទូទៅបំផុតនៃសន្ទុះជីវៈចម្រុះគឺជារង្វាស់នៃគុណភាពទីជម្រកសម្រាប់ប្រភេទជាក់លាក់មួយការវាស់វែងនៃស្ថានភាពរុក្ខជាតិនិងការវាស់វែងនៃភាពសម្បូរបែបនៃប្រភេទជីវៈចម្រុះឬដង់ស៊ីតេសន្ទុះនៃប្រភេទជីវៈចម្រុះអាចនឹងវាស់វែងដោយផ្អែកលើភាពសម្បូរបែបនៃប្រភេទជីវៈចម្រុះឬសូម្បីតែតំបន់ឬវិសាលភាពដែលប្រភេទនោះកើតឡើងប្រសិនបើប្រភេទជីវៈចម្រុះមានច្រើនក្រៃលែងឬតំបន់ដែលជីវៈចម្រុះកើតឡើងពិបាកធ្វើការប៉ាន់ស្មានដោយភាពជឿជាក់ប្រហែលដោយសារតែជីវៈចម្រុះកម្រលាក់បាំងឬចំនួនរបស់វាប្រែប្រួលនៅកន្លែងនោះតាមពេលវេលានោះសន្ទុះនៃទីជម្រកអាចត្រូវបានប្រើប្រាស់ជួនកាលទីជម្រកគំរូដ៏ល្អមួយមានសម្រាប់ជីវៈចម្រុះការពណ៌នាអំពីបរិមាណនៃលក្ខណៈទីជម្រកមានសារៈសំខាន់និងតាមវិធីណាសម្រាប់ជីវៈចម្រុះនីមួយៗហើយទីជម្រកគំរូនោះអាចត្រូវបានប្រើដើម្បីប៉ាន់ស្មានលើគុណភាពឬភាពសំខាន់នៃតំបន់ដែលបានផ្ដល់សម្រាប់ជីវៈចម្រុះនោះជាញឹកញាប់យើងមិនមានគំរូបែបនេះទេដូចនេះហើយយើងប្រហែលជាត្រូវចងក្រងនៅសន្ទុះនៃគុណភាពទីជម្រកខ្លួនឯងវាពិតជាសំខាន់ត្រូវចងចាំថានៅពេលពិចារណាលើជីវៈចម្រុះនោះគុណភាពនៃទីជម្រកក៏ត្រូវតែឆ្លុះបញ្ចាំងពីចំណូលចិត្តឬតម្រូវការនៃប្រភេទជីវៈចម្រុះនោះដូច្នេះពេលខ្លះសូម្បីតែរុក្ខជាតិដែលរងការខូចខាតក៏នៅតែអាចក្លាយជាទីជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះផ្សេងឧទាហរណ៍ជីវៈចម្រុះដែលរងការគំរាមកំហែងមួយចំនួនពឹងផ្អែកលើប្រហោងដើមឈើក្នុងដីស្រែគុណភាពនៃទីជម្រកជាទូទៅត្រូវបានប៉ាន់ស្មានក្នុងមួយឯកតាតំបន់ដូចនេះហើយសន្ទុះដែលបានប្រើប្រាស់ដើម្បីប្រៀបធៀបការបាត់បង់និងកំណើនគឺជាវិធានវាស់វែងតំបន់ដោយផ្អែកលើគុណភាព
ឧទាហរណ៍គុណភាពទីជម្រកចំនួន10ហិកតា គឺស្មើនឹង 80% ដែលល្អដោយទីជម្រកដែលល្អបំផុតសម្រាប់ជីវៈចម្រុះប្រភេទណាមួយនឹងត្រូវឲ្យពិន្ទុ8ជាហិកតាគុណភាពសម្រាប់ប្រព័ន្ធអេកូឡូស៊ីសន្ទស្សន៍សាមញ្ញបំផុតគឺតំបន់ឬទំហំប៉ុន្តែការវាស់ស្ទង់តំបន់តែឯងធ្វើឲ្យមានការបាត់បង់នៅព័ត៌មានសំខាន់អំពីថាតើប្រព័ន្ធអេកូឡូស៊ីដែលរងផលប៉ះពាល់ស្ថិតក្នុងស្ថានភាពល្អឬមិនល្អដូច្នេះសន្ទស្សន៍ដោយប្រើប្រាស់រុក្ខជាតិតែងតែត្រូវបានគេប្រើប្រាស់ដើម្បីដាក់ពិន្ទុពីស្ថានភាពនៃរុក្ខជាតិធម្មជាតិដែលទាក់ទងទៅនឹងប្រព័ន្ធអេកូឡូស៊ីដែលមិនមានការរំខានឬឧទាហរណ៍ប្រព័ន្ធអេកូឡូស៊ីដែលគ្មានការខូចខាតឬប្រភេទនៃរុក្ខជាតិដែលហៅថាចំណុចគោលឬចំណុចយោងជាធម្មតាសន្ទស្សន៍ទាំងនេះក៏ត្រូវបានបង្ហាញថាជាវិធានការវាស់វែងតំបន់ដែលមានទម្ងន់ដែរប៉ុន្តែភាពខុសគ្នានោះគឺថាវាជាវិធានសម្រាប់វាស់វែងនៅស្ថានភាពរបស់ប្រភេទប្រព័ន្ធអេកូឡូស៊ីហើយវាមិនត្រូវបានរចនាឡើងជារង្វាស់នៃគុណភាពទីជម្រកជីវៈចម្រុះជាក់លាក់ណាមួយឡើយដើម្បីអាចប្រើប្រាស់វិធាននៃលក្ខខណ្ឌតំបន់ទាំងនេះដើម្បីប្រៀបធៀបការបាត់បង់និងកំណើននៃប្រព័ន្ធអេកូឡូស៊ីអ្នកត្រូវការរបស់ពីរយ៉ាងប្រភេទនៃចំណាត់ថ្នាក់ប្រព័ន្ធអេកូឡូស៊ីនិងសំណុំនៃតម្លៃចំណុចគោលសម្រាប់សមាសធាតុនៃរុក្ខជាតិនៅក្នុងប្រភេទប្រព័ន្ធអេកូឡូស៊ីនីមួយៗតាមរយៈវិធីនេះលក្ខខណ្ឌនៃទីតាំងដែលតាក់ទងទៅនឹងលក្ខខណ្ឌគោលអាចត្រូវបានគណនាហើយការផ្លាស់ប្ដូរដែលបានរំពឹងទុកនៅក្នុងលក្ខខណ្ឌនោះដោយសារផលប៉ះពាល់ឬការទូទាត់អាចត្រូវបានប៉ាន់ស្មានសូមចងចាំថាវាអាចមានភាពខុសប្លែកគ្នានៅក្នុងគុណភាពនៃទីតាំងដែលជាទីជម្រកសម្រាប់ជីវៈចម្រុះប្រភេទណាមួយនិងស្ថានភាពរុក្ខជាតិនៃប្រព័ន្ធអេកូឡូស៊ីនៅទីតាំងនោះពេលខ្លះការវាស់ស្ទង់នៃជីវៈចម្រុះទីជម្រកឬរុក្ខជាតិត្រូវបានប្រើប្រាស់រុក្ខជាតិជំនួសដោយសង្ឃឹមថាពួកវានឹងតំណាងឲ្យលក្ខណៈជីវៈចម្រុះផ្សេងទៀតដែលមានទំនាក់ទំនងជាមួយឬពឹងផ្អែកលើរុក្ខជាតិជំនួសនោះគោលបំណងនៃការជំនួសនេះគឺដើម្បីវាស់ស្ទង់លក្ខណៈទីជម្រកមួយចំនួនដូចជាដើមឈើធំរុក្ខជាតិដែលនៅផ្ទៃខាងក្រោមឬសំណល់ស្លឹកសន្ទស្សន៍ក៏អាចឆ្លុះបញ្ចាំងពីរុក្ខជាតិនិងសត្វផ្សេងទៀតដែលពឹងផ្អែកលើលក្ខណៈទីជម្រកទាំងនេះផងដែរហានិភ័យនៃការប្រើប្រាស់រុក្ខជាតិជំនួសវាប្រហែលជាមិនអាចតំណាងឲ្យសមាសធាតុជីវៈចម្រុះសំខាន់ផ្សេងទៀតនៅកន្លែងនោះបានទេដូចនេះផងដែរនៅពេលដែលលក្ខណៈទីជម្រកផ្សេងគ្នាជាច្រើនត្រូវបានបញ្ចូលគ្នាទៅក្នុងសមាសធាតុសន្ទស្សន៍តែមួយវាអាចកើតឡើងនៃសមាសធាតុមួយនៃសន្ទស្សន៍អាចជំនួសសមាសធាតុផ្សេងទៀតទោះបីជាសមាសធាតុទាំងពីរនោះមានសារៈសំខាន់យ៉ាងណាក៏ដោយដូចគ្នានេះផងដែរនៅក្នុងសន្ទស្សន៍នៃការវាស់ស្ទង់តម្លៃនៃតំបន់និងលក្ខខណ្ឌឬគុណភាពអាចត្រូវបានជំនួសឧទាហរណ៍ការបាត់បង់តំបន់ទីជម្រកតូចមួយដែលមានគុណភាពខ្ពស់អាចត្រូវបានផ្លាស់ប្ដូរជាមួយនឹងការទទួលបាននៅតំបន់ធំមួយនៃទីជម្រកដែលមិនមានគុណភាពពេលខ្លះអាចទទួលយកបានប៉ុន្តែពេលខ្លះវាប្រហែលជាមិនអាចទទួលយកបានឡើយហើយយើងនឹងរៀបរាប់រឿងនេះនៅក្នុងវីដេអូអំពីច្បាប់នៃការផ្លាស់ប្ដូរដូចនេះវាជាការសំខាន់ណាស់ក្នុងការត្រួតពិនិត្យនៅសេចក្តីសន្និដ្ឋានដែលរួមទាំងអសមាសធាតុសន្ទស្សន៍ដើម្បីធានាការបាត់បង់និងកំណើតត្រូវតែទទួលបានសម្រាប់សមាសធាតុជីវៈចម្រុះសំខាន់ទាំងអស់ផលប៉ះពាល់ដែលបានផ្ដល់ឲ្យអាចជះឥទ្ធិពលលើសមាសធាតុផ្សេងជាច្រើនទៀតនៃជីវៈចម្រុះ
ដូចនេះជាញឹកញយការទូទាត់នឹងតម្រូវឲ្យប្រើប្រាស់ក្រុមនៃសន្ទស្សន៍ដែលសមស្របទៅនឹងសមាសធាតុសំខាន់ៗនៃជីវៈចម្រុះហើយបន្ទាប់មកគណនាការបាត់បង់និងផលកំណើនសម្រាប់ធាតុនីមួយៗនៅក្នុងសន្ទស្សន៍ដែលសមរម្យនេះជួយធានាថាកំណើនជីវៈចម្រុះដែលបានមកពីការទូទាត់គឺការជំនួសដែលប្រសើរជាងមុនដូច្នេះនៅពេលដែលយើងដឹងពីជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីដែលយើងត្រូវទូទាត់ពីផលប៉ះពាល់យើងត្រូវធ្វើការសម្រេចចិត្តទៅលើសន្ទស្សន៍ដែលយើងនឹងប្រើប្រាស់ដើម្បីវាស់ស្ទង់ការបាត់បង់និងកំណើនសម្រាប់ប្រភេទជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីទាំងនោះយើងបន្តទៅជំហានបន្ទាប់ការប៉ាន់ស្មានទំហំនៃការទទួលបានការទូទាត់ដូចនេះយើងអាចប្រៀបធៀបទៅនឹងទំហំនៃការបាត់បង់សម្រាប់ជីវៈចម្រុះនីមួយៗដែលរងផលប៉ះពាល់យើងនឹងរៀបរាប់អំពីប្រធានបទនោះនៅក្នុងវីដេអូបន្ទាប់